បាទសូមជម្រាបសួរបងប្អូនដែលស្រឡាញ់និងស្នេហាជាតិរបស់ប្រទេសកម្ពុជាទាំងនោះដែលតែងតែយកចិត្តទុកដាក់នៅការផ្សព្វផ្សាយនៅព័ត៌មានពិតនិងសេចក្តីរាយការណ៍ពិតអំពីប្រទេសកម្ពុជានិងច្បាប់ថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នាកាលពីពេលថ្មីនេះខ្ញុំក៏បានឆែកមើលនៅក្នុងpage របស់ឯកឧត្តមសសុខានៃក្រសួងមហាផ្ទៃរបស់ព្រះរាជាណាចក្រកម្ពុជាយើងបានផ្សាយចេញនៅគោលការណ៍ថ្មីសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់មករស់នៅប្រទេសកម្ពុជាយើងលោកបានកែតម្រង់ឲ្យចេញច្បាប់ថ្មីដែលមានខ្លឹមសារដូចតទៅសម្រាប់បុរីអាផាតមិនផ្ទះជួលវិឡាដែលជួលសម្រាប់ជនបរទេសដែលមករស់នៅប្រទេសកម្ពុជាខុសច្បាប់និងមន្ត្រីដែលលួចពាក់ព័ន្ធការពារជនបរទេសដែលរស់នៅប្រទេសកម្ពុជាខុសច្បាប់នឹងត្រូវចាប់បាននោះនឹងត្រូវសងក្នុងជនបរទេសម្នាក់តម្លៃ4 លានរៀលអញ្ចឹងដូច្នេះខ្ញុំសូមផ្សព្វផ្សាយជូនបុរីអាផាតមិនផ្ទះជួលសូមមេត្តាជ្រាបជាព័ត៌មានចាប់ពីថ្ងៃនេះតទៅយើងធ្វើនេះគឺធ្វើដើម្បីសម្រាប់ប្រទេសកម្ពុជាសម្រាប់ជនបរទេសដែលមករស់នៅខុសច្បាប់គ្មានឯកសារគ្រប់គ្រាន់មកបង្កភាពចលាចលរបស់ប្រទេសកម្ពុជាធ្វើបងធំបងទុយអត់ប្រយោជន៍ជួញដូរគ្រឿងញៀនឆបោកតាមប្រព័ន្ធអនឡាញដូច្នេះយើងត្រូវរួបរวมគ្នាសាមគ្គីចេះស្រឡាញ់គ្នានិងជួយផ្ដល់ព័ត៌មានជូនថ្នាក់ដឹកនាំឲ្យបានជាបដំណឹងដូច្នេះខ្ញុំសង្ឃឹមមុតមមថាបងប្អូននឹងចូលរួមទាំងអស់គ្នាសូមអរគុណសូមគោរពលា